ในទីនេះដោះស្រាយអ្នកលៀនឌីសគៀបសរសៃដែលបណ្ដាលឲ្យឈឺចង្កេះនិងរាលដាលដល់ជើងហាត់លំហាត់តែមួយម្នាក់ឯងគឺមិនអាចជួយដោះស្រាយឲ្យបងប្អូនបានទេមិនចាំបាច់ចំណាយពេលទៅហាត់នៅទីណាទេបងប្អូនអាចហាត់តាមអ្វីដែលខ្ញុំបង្ហាញនៅเพจមួយនេះក៏បងប្អូនអាចដោះស្រាយបញ្ហារបស់បងប្អូនបានដែរលំហាត់ដំបូងនេះគេឲ្យឈ្មោះថា Cobra បងប្អូនអាចដាក់ដៃនៅសងខាងឆ្អឹងជំនីបងប្អូនព្យាយាមពើងទ្រូងទៅមុខដង្ហើមវែងៗបងប្អូនអាចមើលពីចំហៀងគឺហាត់របៀបនេះបងប្អូនព្យាយាមដកស្មាចេញពីស្លឹកត្រចៀកបងប្អូនព្យាយាមដកដង្ហើមចេញឲ្យវែងៗអាចនៅចន្លោះពី3ទៅ5នាទីហើយសម្រាប់បន្តិចបងប្អូនអាចចាប់ផ្ដើមធ្វើម្ដងទៀតមុននឹងបដូរទៅក្បាច់បន្ទាប់សម្រាប់លំហាត់មួយនេះគឺមានការគ្រប់គ្រងពីបងប្អូនមែនទែន view រហូតដល់1លាន view ឯនោះហើយខ្ញុំសប្បាយចិត្តដែលបងប្អូនហាត់លំហាត់នេះបានផលលំហាត់នេះគឺបងប្អូនត្រូវការបត់ជើងដូចដែលរូបខ្ញុំបានបង្ហាញនេះគឺបងប្អូនអាចឈានជើងមួយទៅមុខរួចបងប្អូនចាប់ផ្ដើមទម្លាក់ត្រគាកបងប្អូនអាចដាក់ជើងទៅតឹងកម្រាលដូចនេះបងប្អូនខ្លះគឺមិនអាចដាក់ជើងបែបនេះបានទេបងប្អូនអាចទាញកែងជើងមកគៀកនឹងត្រគាកបន្តិចហើយបងប្អូនព្យាយាមដើរដៃទៅមុខទម្លាក់ដើមទ្រូងចុះឲ្យដល់កន្ទេលព្យាយាមដកដង្ហើមឲ្យវែងតែខ្ញុំធ្លាប់បានបញ្ជាក់អញ្ចឹងលំហាត់មួយប្រសិនបើបងប្អូននៅកាន់តែយូរនោះផលកាន់តែល្អនៅពេលដែលធ្វើបានច្រើនដងច្រើនសារហើយបងប្អូនអាចព្យាយាមទាញដៃចេញពីក្បាលជង្គង់ហើយព្យាយាមទម្លាក់ទ្រូងទៅរកកម្រាលដោយក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះកុំភ្លេចដកដង្ហើមចេញឲ្យវែងដើម្បីបន្ថយសម្ពាធនៅកន្លែងដែលតានតឹងនេះគឺជារបៀបដែលបងប្អូនងើបចេញមកវិញហើយកុំអាលតន់រើទៅណាបងប្អូនអាចនៅប៉ុណ្ណេះក៏ធ្វើឲ្យបងប្អូនមានអារម្មណ៍ស្រួលបានដែរបន្ទាប់ពីបងប្អូនធ្វើបានចប់មួយចំហៀងហើយបងប្អូនអាចចាប់ផ្ដើមធ្វើមួយចំហៀងទៀតនេះគឺជារូបភាពដែលខ្ញុំបង្ហាញពីរបៀបធ្វើមួយចំហៀងទៀតបងប្អូនដូចខ្ញុំដែលធ្លាប់បាននិយាយអញ្ចឹងប្រសិនបើបងប្អូនមានផលលំបាកក្នុងការដាក់ជើងឲ្យទៅតឹងកន្ទេលបែបនេះបងប្អូនអាចទាញកែងជើងទៅរកគូតក៏បានដែរគឺធ្វើបែបនេះបងប្អូនក៏អាចបានលទ្ធផលដូចគ្នាដែរប្រសិនបើបងប្អូនធ្វើយូរទៅបងប្អូននឹងអាចហាត់បានដូចខ្ញុំបង្ហាញនេះអាចធ្វើច្រើនដងដូចអ្វីដែលបងប្អូនអាចធ្វើមួយចំហៀងទៀតបងប្អូនអាចធ្វើម្ដងឆ្វេងម្ដងស្ដាំក៏បានបងប្អូនអាចធ្វើមួយចំហៀងច្រើនដងហើយសុំបដូរទៅមួយចំហៀងក៏បានដែរលំហាត់ដែលតកតងទៅនឹងការឈឺចង្កេះគឺនៅពេលដែលបងប្អូនហាត់ម្ដងត្រូវការហាត់ច្រើនលំហាត់ដូចអ្វីដែលខ្ញុំរៀបចំនៅក្លឹបហាត់ប្រាណដែរប៉ុន្តែអ្វីដែលខ្ញុំរៀបចំនៅក្លឹបហាត់ប្រាណគឺជាប្រភេទ athletic training ហើយអ្វីដែលខ្ញុំរៀបចំនៅទីនេះគឺជួយដោះស្រាយដល់បងប្អូនដែលមានបញ្ហាហើយផ្អែកទៅលើមូលដ្ឋានគ្រឹះដែលខ្ញុំធ្លាប់បានរៀននៅប្រទេសអូស្ត្រាលីពីមុនមកហើយខ្ញុំក៏ជាអ្នកដែលឈឺចង្កេះយូរដែរហើយបានជាដោយសារការហាត់ប្រាណនៅលំហាត់ទាំងអស់នេះខ្ញុំនឹងព្យាយាមពន្យល់លម្អិតនិងជំហាននៃលំហាត់នីមួយៗនៅពេលក្រោយអរគុណច្រើន